រត់ដងបងប្អូនឃើញខ្ញុំថតតែបន្លាយចឹងណាថ្ងៃហ្នឹងមកផ្លែកជាងមុនបន្តិចអ្នកទាំងអស់គ្នាថតវាស្រ័យជូនបងប្អូនទស្សនាហើយរដូវនេះគឺរដូវផ្ការីកចឹងណាហើយកន្លែងមកដល់ត្រង់នេះកន្លែងនេះគឺជាក្រៅគោរបស់គេទេក្រៅគោក៏នៅនឹងហើយកន្លែងផលិតចំណីគោគេក៏មាននៅត្រង់ហ្នឹងដែរហើយនេះក៏ជាទេសភាពជុំវិញហៅស៊ឺរបស់ថៅកែរបស់ខ្ញុំដែរថតនេះគឺថតពេលថ្ងៃត្រង់ចឹងណាបងប្អូនទាំងអស់គ្នាហើយចំណែកផ្ទះនេះវិញក៏ជាផ្ទះពលកររបស់ជនជាតិថៃដែរដល់ពេលងាកមើលដីស្រែវិញក៏នៅរាងសដែរព្រោះថាគេអត់តបញ្ចូលទឹកស្រែខ្លះក៏គេភ្ជួររួចហើយស្រែខ្លះក៏អត់តភ្ជួរដែរហើយឃើញសហ្នឹងក៏ម្ដុំហ្នឹងក៏ហៅស៊ឺតកែរបស់ខ្ញុំដែរនៅចិត្តហៅស៊ឺតកែខ្ញុំហ្នឹងមានចកាក្រូចហើយត្រង់នេះវិញគឺជាចកាប៉មគេអញ្ចឹងណាហើយចំណែកផ្លូវខ្ញុំកំពុងឈើហ្នឹងពីមុនហ្នឹងគឺគេអត់តន់ចាក់ផ្លូវបេតុងទេដល់ពេលអត់តន់ចាក់អញ្ចឹងទៅបងប្អូនយើងដាំដំណាំអីហូបបានដល់គេចាក់ទៅគឺលែងបានដាំអីកើតហើយឥឡូវជប់រៀបរាប់ត្រង់ហ្នឹងតបងប្អូនដល់វគ្គជិះកង់ទៅផ្ទះម្ដងអត់ទៅណាឆ្ងាយទេបងប្អូនតោះទស្សនាផ្កាការនេះគឺរីកនៅក្បែរផ្ទះហើយនៅតាមដងផ្លូវជិះទៅផ្ទះអញ្ចឹងណាហើយក៏មានមាត់ស្ទឹងនៅត្រង់នេះដែរមាត់ស្ទឹងនៅជិតហ្នឹងក៏អាចស្ទូចត្រីបបកត្រីបានហើយក៏លេចទៅម្ដុំត្រង់នោះក៏គេមានហាងកាហ្វេនៅជិតហ្នឹងដែរចំណែកផ្កានេះវិញគឺអត់តន់រីកអស់ទេប្រហែលជាស្អែកហ្នឹងអាចរីកនឹងអស់អញ្ចឹងណាការរីកនៅជិតផ្ទះរបស់ខ្ញុំហ្នឹងគឺមានតែមួយជួរទេតែបើជិះកង់ទៅរៀងឆ្ងាយបន្តិចផ្កាគេមានដាំពីរជួរអញ្ចឹងទៅអមសងខាងផ្លូវរៀងស្រស់ស្អាតការនេះឮបងប្អូនយើងហៅថាផ្កាសាគូរ៉ាអញ្ចឹងណាពេលព្រឹកជិះកង់មកធ្វើការក៏លេចមើលតែផ្កានេះថាស្រស់ស្រាយពេលល្ងាចជិះត្រឡប់មកវិញថាកាមេរ៉ាវិញមិនឲ្យម្លងទេបងប្អូនខ្ញុំពងតែបញ្ចូលសលេងនេះនៅក្រៅផ្ទះគេពងតែស្រែកច្រៀងតោះតែស្រាប់សលេងស៊ីនរបស់ពួកគាត់ទាំងអស់គ្នាបាទជីលពាំងទឹករៀងស្មានតែទឹករៀងមានណាគ្រាន់តែឃើញខ្ញុំចេញទៅក្រៅនាំគ្នាជប់ច្រៀងអស់បងប្អូនណាមួយឃើញខ្ញុំកាន់ទូរស័ព្ទទៀតដឹងតែខ្ញុំថតអញ្ចឹងទៅជប់នាំគ្នាច្រៀងអាលេងពេលឃើញនៅក្នុងបន្ទប់មានណាធ្វើឯណាស្រែកច្រៀងឡូឡាពេញខាងក្រៅដល់ពេលចេញទៅដោះស្ងាត់ឲ្យជ្រាបពេលខ្ញុំចេញទៅក្រៅស្ងាត់ឲ្យជ្រាបឥឡូវខ្ញុំចូលក្នុងបន្ទប់វិញនាំគ្នាឡូឡាពេញនឹងទៀតហើយបងប្អូនមើលចេញពីធ្វើកាយអត់មាននាំគ្នាទៅទេដើរថតផ្កាបងប្អូននេះមើលហើយផ្កាមកដើមត្រង់ហ្នឹងគឺកន្លងមកដូចផ្កាយើងរីកស្គុះស្គាយយ៉ាងអញ្ចឹងនៅតាមផ្លូវចិត្តផ្ទះនេះគឺផ្កាគេរីកបដៅហើយរីកចិត្តស្រស់ហើយតែបដៅផ្កានេះវិញមករីកឡើងស្គុះស្គាយវិញដើមផ្កាអីក៏រីកដែរបងប្អូនអើយនេះផ្កាឆាទូឯងហើយជូនេះផ្កាគេរីកគឺពណ៌បែបនេះ